chẳng mấy hơi chỉ vật tổ bị bọn châu chân năm hơi chỉnh đầm na tại bè chuột này bạn dây pi đầm năm chuột này cứ tha nhom bà tăng bị đăng tại đây máu cứ nơi cho môi chuột này tai mà đòn còn tai chia thì chân năm ấy đài ở bàn bà chuột lấy ní màu rùm lật anh nụ savory kla kla để tôn cho môi nâng bà cả bài chụp ní bà sân chơi dương mình tiệt sòng đây mình tiệt sòng chương đấy đăng tại tay trái đại về năng chương tay mình ấy đấy là xa tay dương như dù màu bài mặt đòn hay là môi co chụp co riêng tiệp tiệp đáy hay lại class cung lại class tật tinh tinh chân dương ở từ cắt cho môi nâng đam chụp ấyประมาณđây dương ai ở vẹt sòng chương vẹt sòng đại bànហើយបច្ចុប្បន្ននេះគឺថាគេអត់សូវដាំអាឈូកយើងពីមុនទេឈូកយើងពីមុននោះដូចជា6ខែអីបានយើងប្រមូលផលបាទនេះគេហៅថាឈូកប្រាំង3ខែអីយើងអាចប្រមូលផលបានហើយអញ្ចឹងវារៀងលឿនជាងអាឈូកយើងដាំពីមុនកាលពីខ្ញុំនៅទូចអញ្ចឹងណាហើយយើងមើលឃើញអត់សូវមានផ្លែដោយសារតែអានេះគឺចង់ដៃហីដោយសារពុកម៉ែគាត់បេះអស់ហើយនេះខ្ញុំទៅបេះហ្នឹងគឺទៅបេះសល់ចង់ដៃនេះសល់មួយអញ្ចឹងណាទៅយើងមើលទៅអត់ឃើញសូវមានផ្លែវានៅចន្លោះគ្នា2ម៉ែត្រ3ម៉ែត្រមួយអីចឹងណាហើយកាលពីបាទ10ឆ្នាំមុនជាងហ្នឹងភូមិខ្ញុំហ្នឹងសឹងតែគ្រប់ក្រុមគ្រួសារគឺទៅប្រកបមុខរបរដាំឈុកនេះស្ទើរតែទាំងអស់តែម្ដងបន្ទាប់ពីយើងធ្វើស្រែទៅវិញហើយរដូវសម្រក់គឺយើងចាប់ផ្ដើមទៅបាទប្រកបអាជីពនៅទន្លេអីចឹងណាអ្នកខ្លះដាំឈូកអ្នកខ្លះទៅគ្រាន់តែនេសាទត្រីធ្វើប្រហុកធ្វើផ្អកអញ្ចឹងទៅដាក់ជុចដាក់លបអីចឹងណាហើយអ្នកខ្លះទៀតក៏ដាំឈូកដាំអីចឹងណាតែមួយរយៈក្រោយនេះដូចជាលេងសូវដាំហើយដោយសារតែទី1ដូចជាគេអភិរក្សផងទន្លេសាបអញ្ចឹងទៅគេលេងឲ្យចូលដាំឈូកដាំអីចឹងណាតែក៏មាននៅគេដាំខ្លះដែរប៉ុន្តែគាត់ថាមិនដូចពីមុនអញ្ចឹងណាហើយបើយើងនិយាយអំពីដំណាំឈូកនេះដូចជាមិនសូវជាពិបាកនៅក្នុងការថែទាំអីច្រើនណាស់ទេសំខាន់ឲ្យតែមានទឹកមានអីគ្រប់គ្រាន់ទៅគឺបានហើយអត់ដូចប្រភេទដំណាំស្រូវអីចឹងណាវារៀងស្រួលនៅក្នុងការថែទាំតែពេលខ្លះយើងក៏ត្រូវការបាច់ជីបាច់អីវាដែរក៏ដូចជាបាញ់ថ្នាំបើសិនបើវាមានតកៅមានអីចុះស៊ីច្រើនអីចឹងណាដែលគេហៅថាមានរោគមានអីចឹងណាដោយអ្វីដែលបងប្អូនឃើញនៅក្នុងវីដេអូហ្នឹងចឹងកន្លែងណាដែលមានទឹកគ្រប់គ្រាន់គឺផ្លែវាពេញតែម្ដងកន្លែងណាដែលស្ទើរទឹកក៏ដូចជាគូកអីផ្លែវារៀងក្រិនមួយផ្លែបាន4-5គ្រាប់អីចឹងណាបងប្អូនហើយតាមពិតទៅខ្ញុំក៏មិនចង់ទៅបេះឈុកអីនេះប្រហែលដែរគាត់ថាទៅដើម្បីផ្ដិតយកវីដេអូខ្លះក៏ដូចជាថតរូបភាពអីចឹងណាហើយនេះបន្ទាប់ពីបេះហើយយើងក៏បាទធ្វើការផលិតនៅនឹងបាទកន្លែងហ្នឹងតែម្ដងយើងដឹកតែគ្រាប់មកផ្ទះទេផលិតឈុកមកបាទដោយសារតែយើងទៅគ្នាច្រើនដែរបេះមកប្រាវផលិតមកប្រាវទៅអស់បាត់ហើយបាទវីដេអូយើងក៏ឈានដល់ទីបញ្ចប់ហើយដែរបាទអរគុណយើងនឹងជួបគ្នានៅវីដេអូក្រោយ